សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាអត្ថបទអក្សរសិល្ប៍រឿងមហាចៅនៅទល់ដែនសូមអ្នកទាំងអស់គ្នាជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត1ទិដ្ឋភាពប្រវត្តិ 1.1 អត្ថបទចំណងជើងអ្នកនិពន្ធប្រហែលជាដាក់ចំណងជើងរឿងនេះថាមហាចៅនៅទល់ដែនដោយសារអ្នកនិពន្ធចង់បង្ហាញពីស្ថានភាពអសន្តិសុខសង្គមតាមរយៈពួកក្រុមចៅនៅក្នុងប្រទេសកម្ពុជា គឺតាមបណ្ដោយព្រំប្រទល់ជាពិសេសខេត្តបាត់ដំបងនេះឯងខប្រភពរឿងមហាចៅនៅទល់ដែនមានប្រភពចេញពីប្រទេសកម្ពុជាកប្រភេទរឿងមហាចៅនៅទល់ដែនជាប្រភេទអក្សរសិល្ប៍ទំនើបនិយមបែបមនោសញ្ចេតនាស្នេហាលាយឡំនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខចលនារឿងមហាចៅនៅទល់ដែនគឺជាអក្សរសិល្ប៍ប្រឡំលោកខ្មែរមួយដែលមានទំនោរទៅរកចលនាខេមរនិយមការបរិច្ឆេទរឿងនេះត្រូវបាននិពន្ធនៅឆ្នាំ1955 1.2 អ្នកនិពន្ធរឿងនេះត្រូវបាននិពន្ធដោយអ្នកនិពន្ធសាងសាវ៉ាត 1.3 សង្គមបរិយាកាសរឿងមហាចៅនៅទល់ដែននេះបានបង្ហាញពីសង្គមបរិយាកាសរបស់ខ្មែរក្នុងសម័យដែលសៀមបានលុយទន្ទ្រានលើទឹកដីប្រទេសកម្ពុជាជាពិសេសនៅខេត្តសិរីសោភ័ណ្ឌជាឈ្មោះស្រុកមួយក្នុងខេត្តបន្ទាយមានជ័យសពថ្ងៃ2ទិដ្ឋភាពទំនាក់ទំនងរឿងកសង្ខេបរឿងវិសេសក្លាហានគឺជាមេទ័ពស្នេហាជាតិម្នាក់បានការពារប្រទេសជាតិកម្ពុជាឲ្យរួចចាកផុតពីការឈ្លានពានរបស់បរទេសនិងចលនាបះបោរនានាជាដើមនៅក្នុងអាណាខេត្តសិរីសោភ័ណ្ឌគាត់បានរួមរស់ជាមួយកូនស្រីម្នាក់ឈ្មោះនាងទេវីនិងនាងភួងដែលជាអ្នកបម្រើគ្រួសាររបស់គាត់តែក្រោយមកក៏មានមនុស្សម្នាក់ទៀតឈ្មោះព្រះកម្ពុតនិងគ្រួសារបានមកគ្រប់គ្រងដែនអាណាចក្រសិរីសោភ័ណ្ឌប៉ុន្តែស្ថានភាពប្រទេសនៅពេលនោះបានធ្លាក់ចុះដុនដាបឡើងជាលំដាប់ព្រះកម្ពុតមានកូនប្រុស2នាក់កូនប្រុសឈ្មោះអានន្ទនិងកូនប្រុសបន្ទាប់ឈ្មោះកាមាហើយព្រះកម្ពុតក៏មានសេនាជំនិតម្នាក់ទៀតឈ្មោះនិលពេជ្រផងដែរនិយាយពីនាងទេវីនិងមានុនបានស្រឡាញ់គ្នាលួចលាក់រហូតមានកូនដល់ទៅ2ខែដោយមិនអោយគ្រួសារទាំងពីរបានដឹងឡើយតែដោយកាមាមានចិត្តស្រឡាញ់នាងទេវីដែរក៏បានប្រាប់ដំណឹងនេះទៅកាន់វិសេសក្លាហាននិងក៏បានស្វែងរកវិធីបំបាយបំបាក់គេទាំងពីរតែមិនបានសម្រេចព្រោះវិសេសក្លាហានយល់ថាអានន្ទជាមនុស្សល្អមានចិត្តតស៊ូស្រឡាញ់កូនស្រីខ្លួនដោយស្មោះហើយលើសពីនេះមានចិត្តស្រឡាញ់បូរណភាពទឹកដីស្នេហាជាតិទៀតទៅវិសេសក្លាហានបានព្រមព្រៀងរៀបចំមង្គលការកូនប្រុសស្រីទាំងពីរទាំងយប់ហើយលោកក៏បានលាចាកលោកនេះទៅថ្លែងពីព្រះសម្ពុទ្ធបានផ្ញើសម្បត្តិមួយច្បាប់ទៅឲ្យមានុនឆ្លៀតឱកាសនេះបំរុងនឹងប្រាប់រឿងរ៉ាវស្នេហារបស់គេនឹងនាងទេវីតែមិនបានសម្រេចព្រោះត្រូវបានឪពុកបញ្ជូនឲ្យទៅច្បាំងភ្លាមដែរមានុនក៏បានផ្ញើនាងទេវីឲ្យប្អូនប្រុសកាមាជួយមើលថែជំនួសខ្លួនថ្លែងពីនាយកាមាដែលជាប្អូនប្រុសរបស់មានុនដែលមានចិត្តស្រឡាញ់នាងទេវីក៏បានរិះរកល្បិចគ្រប់សពដើម្បីធ្វើឲ្យនាងត្រឡប់មកស្រឡាញ់ខ្លួនវិញដូចជាកុហកថាមានុនបានស្លាប់ក្នុងសមរភូមិជាដើមតែមិនបានសម្រេចឡើយក្រោយមកកាមាក៏បានចាប់កូននាងទេវីមកធ្វើជាចំណាត់ខ្មាំងដើម្បីគំរាមនាងទេវីថ្ងៃមួយពេលមានុនបានត្រឡប់មកពីសមរភូមិវិញក៏បានឮដំណឹងថានាងទេវីបានសហាយស្មន់ជាមួយប្អូនប្រុសខ្លួនចិត្តខឹងសម្បាជាខ្លាំងហើយបានវាយប្រយុទ្ធគ្នាជាមួយកាមាជាប្អូនរហូតដល់រងរបួសធ្ងន់ស្រាលរៀងខ្លួនទើបមានុន
បានរត់គេចទៅខេត្តបាត់ដំបងចំណែកកាមាបានយករឿងប្រយុទ្ធគ្នានេះទៅប្រាប់បិតាព្រះកម្ពុទ្ធឃើញថាកាមាមានរបួសធ្ងន់ដោយសារមានុនក៏មានចិត្តខឹងជាខ្លាំងហើយបានបញ្ជាឲ្យនិលពេជ្រនាំគ្នាទៅតាមចាប់មានុនចំណែកនាងទេវីវិញត្រូវបានបុរសម្នាក់ជួយយកកូនមកឲ្យនាងវិញនិងប្រាប់ពីដំណឹងថាមានុនបានធ្វើដំណើរទៅខេត្តបាត់ដំបងនាងក៏បានធ្វើដំណើរទៅខេត្តបាត់ដំបងដើម្បីស្វែងរកប្តីនិយាយពីការតាមចាប់ខ្លួនមានុនពីសំណាក់និលពេជ្រវិញដោយសារឪពុកចិញ្ចឹមរបស់ព្រះសម្ពុទ្ធស្រឡាញ់មានុនពេកក៏បានបញ្ជាឲ្យនីកោបដែលជាសេនាជំនិតរបស់មានុនទៅប្រាប់ដំណឹងពីការតាមចាប់ខ្លួនរបស់និលពេជ្រចំណែកមានុនបានរត់ទៅដល់ខេត្តបាត់ដំបងនិងបានទៅស្នាក់នៅនិងព្យាបាលរបួសជាមួយមិត្តចាស់ម្នាក់ឈ្មោះនាយអគីមិត្តភក្តិទាំងពីរនាក់បានសួរដេញដោលរឿងរ៉ាវអស់ហើយស្រាប់តែសេនាជំនិតរបស់មានុនបានមកដល់និងប្រាប់រឿងរ៉ាវនៃការតាមចាប់ខ្លួនតែគប់ជួនបានក្រុមសេនារបស់និលពេជ្របានមកដល់ជាមួយគ្នាដែរអ្នកទាំង3មានមានុននាយអគីនិងសេនាកោបបានរិះរកវិធីវាយរំដោះខ្លួនចេញពីសេនារបស់និលពេជ្រហើយរត់គេចខ្លួនទៅចំណែកនិលពេជ្របានតាមពីក្រោយមានុនតែត្រូវខ្យល់ព្យុះបក់មកក៏តាមលែងទាន់ទៀតចំណែកមានុនចេះតែរត់ទៅបានទៅដល់ភូមិមួយដែលមានមិត្តភក្តិចាស់ម្នាក់ឈ្មោះឧត្តមហើយក៏ស្នាក់នៅទីនោះទៅចំណែកទ័ពរបស់និលពេជ្របានទៅដល់ផ្ទះនោះដែរតែរកមិនឃើញព្រោះមានុនបានទៅលាក់ខ្លួនជិតដោយរកមិនឃើញមានុនទ័ពរបស់និលពេជ្របានវិលត្រឡប់ទៅវិញបាត់ទៅក្រោយចេញពីកន្លែងលាក់ខ្លួនមានុនក៏បានជួបជាមួយនឹងមាលាកូនរបស់ឧដុង្គពួកគេបាននិយាយពិភាក្សាគ្នាពីរឿងនេះរឿងនោះតមកក្រោយមកទៀតមានុននិងឧត្តមបានទៅជួបជាមួយក្រុមបពពួកខ្លួនប្រហែលគ្នា15នាក់ប៉ុន្តែត្រូវបានទ័ពនិលពេជ្រប្រហែល100នាក់ឡោមព័ទ្ធចិត្តពួកគេបានប្រយុទ្ធគ្នាយ៉ាងសាហាវដោយដំបូងគេឃើញគ្នារបស់មានុនមានភាពអង្អាចក្លាហានអស្ចារ្យតែក្រោយមកក៏ត្រូវស្លាប់អស់នៅសល់ត្រឹមតែ4នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកទាំង4នាក់នោះមានមានុនម្នាក់ផងដែរនិលពេជ្រចង់ចាប់អ្នកទាំង4ទៅឃុំនិងមានបំណងសម្លាប់មានុនតែត្រូវស្ត្រីម្នាក់បានឃាត់មិនឲ្យសម្លាប់នាងឈ្មោះព្រះនាងខេតិយានីកែវមณีត្រូវជាប្អូនជីដូនមួយរបស់មានុនផងដែរព្រោះនាងក៏មានចិត្តស្រឡាញ់មានុនដែរតែមានុនមិនបានស្រឡាញ់នាងបានអង្វរឲ្យមានុនឈប់បះបោរតស៊ូទៀតតែមានុនមិនព្រមឡើយនាងមានចិត្តខឹងជាខ្លាំងក៏បានធ្វើឲ្យមានុនត្រូវរងទារុណកម្មស្ទើរស្លាប់ស្ទើររស់និយាយពីកូនចៅរបស់មានុន2នាក់គឺវីរៈនិងអរុណពេលបានមើលឃើញដំណឹងបិទប្រកាសចាប់ខ្លួនរបស់មានុនកាលណាក៏បានប្រមូលគ្នាអ្នកស្នេហាជាតិទាំងអស់ព្រមទាំងប្រើល្បិចដើម្បីទៅរំដោះមានុនដែលជាមេដឹកនាំរបស់ខ្លួនគប់ជួនថ្ងៃមួយជាថ្ងៃនៃពិធីជប់លៀងរបស់ព្រះកម្ពុទ្ធគ្នារបស់មានុនបានចូលទៅចាប់ព្រះកម្ពុទ្ធគំរាមកំហែងនិងបានបញ្ជូនបពួកមួយចំនួនទៅរំដោះមានុនបាននាំខ្លួនព្រះនាងខេតិយានីកែវមณีទៅជិះទូកជាមួយផងដែរមានុនបានគេចខ្លួនរួចជាស្ថាពរនិងបានអប់រំព្រះនាងខេតិយានីកែវមณีឲ្យមានគំនិតស្មោះត្រង់បោះបង់ចោលគំនិតក្បត់តទៅទៀតតែនាងមិនព្រមស្ដាប់សោះឡើយបែរជាប្រើល្បិចកលយកសម្រស់របស់ខ្លួនជាអន្ទាក់ដើម្បីបោកបញ្ឆោតគ្នារបស់មានុនរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ទៅ
និយាយដល់ដំណើរជីវិតរបស់នាងទេវីដែលបានដើរស្វែងរកប្តីក៏បានទៅស្នាក់នៅជាមួយផ្ទះអ្នកភូមិម្នាក់ឈ្មោះនាងមីងច័ន្ទនិងជួយធ្វើការងារខ្លះៗនាងទេវីជួយដេរសម្លៀកបំពាក់សម្រាប់លក់ចំណែកកាមាវិញកាបើបានដឹងពីដំណឹងរបស់នាងទេវីកាលណាក៏បានទៅតាមចាប់ខ្លួននាងតែសំណាងល្អត្រូវបានលោកគ្រូរបស់មានុនជួយនាងឲ្យរួចផុតពីការចាប់ខ្លួននេះឯងចំណែកព្រះនាងខត្យានីកែវមณีវិញបានប្រកាសតាមចាប់ខ្លួននិងសម្លាប់មានុនឲ្យបានព្រះនាងបានរៀបចំផែនការ3សំខាន់គឺទី1ត្រូវសម្លាប់មានុនទី2ត្រូវសម្លាប់កម្ពុតនិងទី3ទៀបការជាមួយកាមាក៏បានដឹងដល់នាងមាលាដែលជារនុកក្នុងរបស់មានុនក្រោយមកមានុនក៏បានរៀបចំផែនការដើម្បីទប់ទល់នឹងផែនការអាក្រក់នេះវិញចំណែកតាសុមេបានរៀបចំឲ្យមានុនបានជួបជាមួយនឹងនាងទេវីនិងបានប្រគល់សម្បត្តិមួយទៅមានុនបានដឹងរឿងហើយក៏យល់នៅអ្វីដែលបានកើតឡើងកន្លងមកគឺជារឿងរ៉ាវអាក្រក់ដែលខ្លួនយល់ច្រឡំលើប្រពន្ធខ្លួនថ្ងៃមួយមានុនបានធ្វើពុតជាស្លាប់ហើយឲ្យមនុស្សម្នាប្រកាសឲ្យព្រះនាងខត្យានីកែវមณีបានដឹងព្រះនាងខត្យានីកែវមณีមានចិត្តត្រេកអរដោយបានគិតថាផែនការរបស់ខ្លួនទី1បានសម្រេចដូច្នេះបានរៀបចំផែនការសម្រាប់ព្រះកម្ពុតទៀតតែត្រូវមានុនបានទៅបន្លំខ្លួនជាតារាដើម្បីបំផ្លាញផែនការនេះផែនការរបស់ព្រះនាងខត្យានីកែវមณีក៏បានបរាជ័យទៀតតែព្រះនាងខត្យានីកែវមณีបានចាប់ខ្លួននាងទេវីគំរាមជាហេតុធ្វើឲ្យបពួករបស់មានុនបានបាញ់ព្រួយសម្លាប់ព្រះនាងខត្យានីកែវមณีស្លាប់បាត់ទៅចំណែកនាងទេវីវិញក៏ត្រូវព្រួយរបស់និលពេជ្រដែរជាហេតុធ្វើឲ្យនាងក៏ត្រូវស្លាប់បាត់បង់ជីវិតផងដែរចាប់តាំងពីពេលនោះមកសំឡេងនៃភាពជោគជ័យបានបន្លឺឡើងស្របពេលជាមួយគ្នាដែលបពួករបស់ព្រះនាងខត្យានីកែវមณีកាមានិងនិលពេជ្របានស្លាប់អស់ខបង្ហាញតួអង្គតាមរយៈរឿងនេះអ្នកនិពន្ធបានបង្ហាញតួអង្គមួយចំនួនដូចជាព្រះកម្ពុតជាឪពុករបស់មានុននិងកាមាហើយក៏ជាជនក្បត់ជាតិខ្មែរចូលដៃជាមួយសៀមប្រឆាំងខ្មែរខ្លួនឯងមានុនជាកូនប្រុសបងរបស់ព្រះកម្ពុតនិងជាជនស្នេហាជាតិខ្មែរកាមាជាកូនប្រុសរបស់ព្រះកម្ពុតនិងជាប្អូនប្រុសរបស់មានុនវិសេសក្លាហានជាមេទ័ពស្នេហាជាតិរបស់ខ្មែរក្នុងការប្រឆាំងពួកឈ្លានពានជាទេវីជាកូនស្រីរបស់វិសេសក្លាហាននិងជាប្រពន្ធរបស់មានុនបតុមជាកូនរបស់មានុននិងនាងទេវីនិលពេជ្រជាសេនាជំនិតរបស់ព្រះកម្ពុតគិរីសុមេជាឪពុកចិញ្ចឹមរបស់ព្រះកម្ពុតព្រះនាងខត្យានីកែវមณีជាសាច់ញាតិរបស់គ្រួសារមានុនជាកូនចៅហ្វាយខេត្តសង្វាតបុរិននិងជាមេខ្លោងក្បត់ជាតិនាយអគីមិត្តភក្តិសម្លាញ់របស់មានុននាយកោបជាសេនាជំនិតរបស់មានុនឧត្តមជាមិត្តសម្លាញ់របស់មានុនមីងភួងជាអ្នកបម្រើមេទ័ពវិសេសក្លាហាននិងនាងទេវីមាលាកូនរបស់ឧដុង្គវីរៈជាមិត្តភក្តិរបស់មានុនអរុណជាមិត្តភក្តិរបស់មានុននាងយីហុបជាប្រពន្ធរបស់ឧត្តមបំរុងជាអ្នកស្នេហាជាតិតស៊ូនៅក្នុងក្រុមជាមួយមានុនតារាជាមិត្តភក្តិរបស់មានុនមីងច័ន្ទ
ជាអ្នកបានផ្ដល់ផ្ទះស្នាក់នៅឲ្យនាងទេវីកាលនាងតាមរកមានុន ក កាលអាកាស កាល ហេតុការណ៍នៃរឿងបានកើតឡើងក្នុងឆ្នាំ 1865 អាកាស ខេត្តសិរីសោភ័ណ្ឌ ខេត្តបាត់ដំបង ប្រទេសកម្ពុជា ប្រទេសសៀម ខ វិភាគអត្ថបទរឿងមហាចៅនៅទល់ដែនត្រូវបានចែកចេញជា21វគ្គដូចខាងក្រោម វគ្គទី1 ខ្លាបាក់ចង្កូម និយាយអំពីភាពចាស់ជរារបស់វិសេសក្លាហានដែលធ្វើអ្វីលែងកើតនិងក្រោយមកបានស្លាប់បាត់បង់ជីវិតទៅ វគ្គទី2 បងប្អូន2នាក់និយាយពីភ្លើងនៃសេចក្តីស្នេហាដែលកើតមានឡើងតាមរយៈស្រីស្រស់ទេវីនិងបុរសសង្ហាមានុនបានស្រឡាញ់គ្នាប្តូរផ្ដាច់ដោយស្មោះអស់ពីចិត្ត វគ្គទី3 រាត្រីស្ងាត់និយាយអំពីរឿងរ៉ាវស្នេហារបស់មានុននិងនាងទេវីបានដឹងដល់វិសេសក្លាហានតាមរយៈកាមាតែអ្នកទាំងពីរក៏បានរៀបការនាយប់ស្ងាត់នោះទៅ វគ្គទី4 សពស្នេហានិយាយពីការបែកបាក់គ្នាទាំងតក់ក្រហល់នៃសេចក្តីស្នេហារបស់មានុននិងនាងទេវី វគ្គទី5 បណ្ដាំបងនិយាយពីការផ្ដាំផ្ញើប្រពន្ធរបស់មានុនទៅប្អូនប្រុសកាមាជួយមើលការខុសត្រូវតែមិនដូចអ្វីដែលខ្លួនគិតឡើយ វគ្គទី6 ភ្លើងរាគៈការធ្វើបាបចងកម្មពៀធ្វើទុកទោសមនិញទៅលើនាងទេវីពីសំណាក់កាមា វគ្គទី7 បាត់កូននិយាយពីការបាត់កូនរបស់នាងទេវីដែលត្រូវបានកាមាលួចយកទៅសម្រាប់គំរាមកំហែង វគ្គទី8 ត្រឡប់ពីចម្បាំងនិយាយពីការត្រឡប់ពីចម្បាំងរបស់មានុនហើយបានទទួលដំណឹងថាប្រពន្ធនិងកាមាបានសហាយស្មន់នឹងគ្នា វគ្គទី9 រត់តាមប្តីនិយាយអំពីដំណើរជីវិតរបស់នាងទេវីរត់តាមប្តីទៅបាត់ដំបង វគ្គទី10 ស្ដេចខ្ញាល់និយាយពីសេចក្តីខឹងក្រោធរបស់ព្រះកម្ពុទ្ធទៅលើមានុនដែលជាបុត្ររបស់ខ្លួន វគ្គទី11 តដៃដោះខ្លួននិយាយពីការប្រយុទ្ធដោះខ្លួនពីកងសេនារបស់និលពេជ្រដែលតាមចាប់ខ្លួនមានុន វគ្គទី12 អាសន្នធំនិយាយអំពីអាសន្នធំដែលមានុនបានគិតថាប្រហែលជាមានជោគអាក្រក់ប្រាកដមែនហើយ វគ្គទី13 វាយផ្ដាច់ព្រាត់និយាយពីការពើប្រទះគ្នារវាងគ្នាមានុននិងសេនារបស់និលពេជ្រហើយច្បាំងគ្នាយ៉ាងអង្អាច វគ្គទី14 ព្រះនាងខត្តិយានី វគ្គទី15 ទារុណកម្មនិយាយពីការដាក់ទោសនិងទារុណកម្មខ្លាំងៗទៅលើមានុន វគ្គទី16 ស្នេហាលើទូកការបោកបញ្ឆោតនៃសេចក្តីស្នេហារបស់នាងខត្តិយានីលើមិត្តភក្តិរបស់មានុន វគ្គទី17 ថ្កើងត្រង់ណា វគ្គទី18 ស្រីទុរគត វគ្គទី19 ក្បួនការពារឯករាជ្យ វគ្គទី20 ផែនការសម្ងាត់ វគ្គទី21 ជោគជ័យ 3 ទិដ្ឋភាពវិភាគអត្ថន័យ ក ប្រធានរឿងតាមរយៈរឿងមហាចៅនៅទល់ដែននេះអ្នកនិពន្ធបានផ្ដោតសំខាន់ទៅលើការតស៊ូរើបម្រាស់ក្នុងការដណ្ដើមយកឯករាជ្យពីពួកសៀមឈ្លានពាន ក មូលបញ្ហាតាមរយៈរឿងមហាចៅនៅទល់ដែននេះអ្នកនិពន្ធបានបង្ហាញបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោមនេះ ការកេងប្រវ័ញ្ចរបស់មន្ត្រីខ្មែរលើរាជខ្មែរក្រោមបង្គាប់របស់សៀម សេចក្តីស្នេហាមុនពេលរៀបការរបស់នាងទេវីនិងមានុន ការយល់ច្រឡំព
ពីសេចក្តីស្នេហាស្មោះត្រង់របស់នាងទេវីពីសំណាក់មានុនការបះបោរតស៊ូរើបំរាស់ពីពួកសៀមឈ្លានពាន កបញ្ហាទំនាស់វិបត្តិ 1. ទំនាស់រវាងមានុននិងកាមាមូលហេតុនៃទំនាស់កាមាដណ្ដើមប្រពន្ធរបស់បងប្រុសលទ្ធផលនៃទំនាស់ធ្វើឲ្យមានុននិងកាមាឆ្លោះប្រកែកគ្នាចង់ស៊ីសាច់ហុតឈាមគ្នាប្រយុទ្ធគ្នាស្ទើរស្លាប់ស្ទើររស់និងចុងក្រោយមានុនត្រូវបានរត់គេចខ្លួនគ្រប់ទីកន្លែងដំណោះស្រាយអ្នកនិពន្ធបានធ្វើឲ្យតួអង្គកាមាស្លាប់ចំណែកតួអង្គទេវីនិងមានុនបានយល់ពីរឿងពិត 2. ទំនាស់រវាងមានុននិងនិលពេជ្រមូលហេតុនៃទំនាស់កើតឡើងពីការតាមចាប់របស់ព្រះកម្ពុតនិងការអួតអាងសមត្ថភាពកម្លាំងប្រយុទ្ធជាដើមលទ្ធផលនៃទំនាស់ធ្វើឲ្យតួអង្គទាំងពីរមើលមុខគ្នាមិនចំជួបពេលណាប្រយុទ្ធគ្នាពេលនោះចង់សម្លាប់គ្នាពេលនោះចង់លបគ្នាគ្រប់ពេលដំណោះស្រាយអ្នកនិពន្ធបានធ្វើឲ្យតួអង្គមានុនចូលជួយបិតានិងសម្លាប់និលពេជ្របានសម្រេច 3. ទំនាស់រវាងមានុននិងព្រះនាងខត្យានីកែវមณีមូលហេតុនៃទំនាស់កើតឡើងពីសេចក្តីស្រឡាញ់តែម្ខាងពីសំណាក់ព្រះនាងខត្យានីកែវមณีលើមានុនលទ្ធផលនៃទំនាស់ធ្វើបាបមានុនដាក់ទណ្ឌកម្មមានុនគ្មានស្រាកស្រានស្ទើរស្លាប់ស្ទើររស់ដំណោះស្រាយអ្នកនិពន្ធបានធ្វើឲ្យជនអាក្រក់ដោយព្រះនាងខត្យានីកែវមณีបានស្លាប់ហើយពន្លឺនៃសន្តិភាពបានវិលចូលក្នុងប្រទេសកម្ពុជាវិញខគំនិតអប់រំឲ្យស្រឡាញ់អំពើល្អស្អប់អំពើអាក្រក់តាមរយៈរឿងនេះអ្នកនិពន្ធមានគំនិតអប់រំដូចខាងក្រោមមានមនសិការស្នេហាជាតិស្រឡាញ់ជាតិប្រជាជនមានបូរណភាពទឹកដីស្រឡាញ់ឯករាជ្យជាតិស្អប់ខ្ពើមនៅអំពើឈ្លានពានគ្មានដឹងហេតុផលអប់រំឲ្យមានគំនិតស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួនប្រជាជនត្រូវមានសាមគ្គីភាពគ្នាដើម្បីប្រឆាំងនឹងការឈ្លានពានផ្សេងៗមានសេចក្តីក្លាហានក្នុងការថែរក្សាការពារទឹកដីរបស់យើង 4. ទិដ្ឋភាពវិភាគតួអង្គ 1. ព្រះកម្ពុតគុណសម្បត្តិជាអ្នកគ្រប់គ្រងអាណាខេត្តសិរីសោភ័ណ្ឌមានអំណាចទ្រព្យសម្បត្តិអ្នកណាក៏កោតខ្លោបខ្លាចដែរគុណវិបត្តិស្រឡាញ់កូនមិនស្មើគ្នាពោលគឺមានភាពលំអៀងមិនបានគិតពីសេចក្តីសុខទុក្ខរបស់ប្រជាជនអ្នកក្រោមឱវាទជាមន្ត្រីពុករលួយកេងចំណេញញើសឈាមរបស់ពលរដ្ឋជាមនុស្សល្មោកាមលងក្នុងអបាយមុខស្រីស្រាលបែងអ្នកពីរមានុនគុណសម្បត្តិជាកូនប្រុសមន្ត្រីមានអំណាចមានចំណេះដឹងក្បាច់គុណដាវខ្លាំងពូកែជាមេទ័ពចម្បាំងជាមនុស្សមានការទទួលខុសត្រូវព្រមរៀបការជាមួយនឹងទេវីមានសេចក្តីស្នេហាស្មោះត្រង់ជាមួយនឹងនាងទេវីជាមនុស្សស្អប់ខ្ពើមអំពើពុករលួយកេងប្រវ័ញ្ចជិះជាន់ប្រជាជនមានចិត្តក្លាហានក្នុងការទាមទារនិងបណ្ដេញពួកសៀមចេញពីប្រទេសមានភាពស្មោះត្រង់ជាមួយមិត្តភក្តិជាមនុស្សមានចិត្តតស៊ូអំណត់មានចិត្តស្រឡាញ់បូរណភាពទឹកដីស្រឡាញ់ជាតិស្រឡាញ់ប្រជាជនគុណវិបត្តិធ្វើខុសនឹងប្រពៃណីរបស់ជាតិខ្លួនលួចរួមរយៈស្នេហាមុនពេលរៀបការជាមនុស្សឆេវឆាវមិនចេះទប់កំហឹងរបស់ខ្លួនក្លាហានហួសហេតុទាំងមិនដឹងពីសមត្ថភាពរបស់ខ្លួន 3. កាមាគុណសម្បត្តិជាមនុស្សខ្លាំងពូកែមានក្បាច់គុណចម្បាំងល្អរឹងមាំជាកូនប្រុសរបស់ឪពុកដែលជាអ្នកគ្រប់គ្រងអាណាខេត្ត
សេរីសោភ័ណ្ឌគុណវិបត្តិជាមនុស្សដែលមានការច្រណែនឈ្នានីសអ្នកដទៃជាមនុស្សគ្មានការយោគយល់អធ្យាស្រ័យឡើយជាមនុស្សថោកទាបលួចប្រពន្ធរបស់បងប្រុសជាមនុស្សកំសាកធ្វើបាបស្ត្រីភេទជាភេទទន់ខ្សោយជាមនុស្សដែលលួចកូនអ្នកដទៃដើម្បីគំរាមកំហែងអ្នកដទៃជាមនុស្សអាក្រក់មូលបង្កាច់អ្នកដទៃថាជាមនុស្សអាក្រក់ក្បត់នឹងបងប្រុសខ្លួនឯងបង្កើត4វិសេសក្លាហានគុណសម្បត្តិជាអតីតមន្ត្រីមានគុណសម្បត្តិជួយការពារប្រទេសជាតិឲ្យបានជួបតែសេចក្តីសុខសេចក្តីចម្រើននិងសន្តិភាពជាអតីតមន្ត្រីមានចិត្តស្រឡាញ់ប្រទេសជាតិស្មោះត្រង់នឹងប្រទេសជាតិជាបិតាដែលមានព្រហ្មវិហារធម៌មានចិត្តស្រឡាញ់កូនស្រីមានគុណធម៌មានសេចក្តីយោគយល់អធ្យាស្រ័យជាមនុស្សគោរពប្រពៃណីជាតិរៀបចំមង្គលការឲ្យកូនប្រុសស្រីគុណវិបត្តិលងជឿពាក្យចាក់រុកបំបែកបំបាក់របស់កាមាជាមន្ត្រីចាស់ចូលនិវត្តន៍ធ្វើការលែងបានទៀតជាមនុស្សចាស់ខ្សោយគ្មានកម្លាំងកំហែង5ទេវីគុណសម្បត្តិជាស្ត្រីស្រស់ស្អាតមានចរិយាមារយាទល្អស្លូតបូតគួរឲ្យស្រឡាញ់ជាកូនស្រីមានចិត្តកតញ្ញូចំពោះឪពុករបស់ខ្លួនជាម្ដាយដែលបារម្ភពីសុខទុក្ខកូនរបស់ខ្លួនមានសេចក្តីស្នេហាស្មោះស្ម័គ្រចំពោះស្វាមីមានចិត្តតស៊ូក្នុងការស្វែងរកប្តីទោះបីមានគ្រោះថ្នាក់ឬសេចក្តីលំបាកយ៉ាងណាក៏ដោយគុណវិបត្តិជាមនុស្សស្រីគ្មានភាពក្លាហានទន់ខ្សោយចំពោះបញ្ហាជាមនុស្សស្រីដែលប្រព្រឹត្តខុសនឹងប្រពៃណីរួមរយៈមុនរៀបការ6និលពេជ្រគុណសម្បត្តិជាសេនាជំនិតរបស់ព្រះកម្ពុទ្ធអ្នកមានអំណាចនៅសេរីសោភ័ណ្ឌស្ដាប់តាមការបញ្ជារបស់ចៅហ្វាយនាយគុណវិបត្តិមានចិត្តកាចសាហាវខុសខើមិនសមជាមនុស្សប៉ុនប៉ងសម្រាប់មាននុនជាមនុស្សស្លូតត្រង់ជាកូនរបស់ចៅហ្វាយគ្មានភាពក្លាហានអាងគ្នាច្រើនធ្វើបាបគ្នាតិច7គិរីសុមេគុណសម្បត្តិជាមនុស្សល្អចេះជួយយកអាសាអ្នកដទៃជួយឲ្យនាងទេវីនិងមាននុនបានជួបគ្នា8ព្រះនាងខត្តិនីកែវមณีគុណសម្បត្តិជាមនុស្សស្រីដែលមានសម្រស់ស្រស់ស្អាតជាមនុស្សស្រីដែលមានប្រាជ្ញាឈ្លាសវៃចេះរៀបល្បិចកម្ចាត់សត្រូវជាមនុស្សស្រីដែលមានអំណាចក្នុងសង្គមនាពេលនោះគុណវិបត្តិជាមនុស្សស្រីមានកលល្បិចច្រើនអាងអំណាចខ្លួនធ្វើបាបអ្នកដទៃមានភាពលោភលន់ប្រកាន់តែអំពើហិង្សាប្រើប្រាស់សម្រស់ដើម្បីបោកប្រាស់អ្នកដទៃជាមនុស្សស្រីដែលគិតតែផលប្រយោជន៍របស់ខ្លួនឯងមិនខ្វល់ពីអ្នកដទៃដែលឈឺចាប់ដោយសារខ្លួនជាមនុស្សមានគំនិតអាក្រក់ឈ្នានីសអ្នកដទៃ9នាយអគីគុណសម្បត្តិជាមិត្តភក្តិស្មោះស្ម័គ្រនិងមិត្តដូចគ្នាចេះជួយយកអាសាមិត្តពេលមានបញ្ហាមានសេចក្តីក្លាហានមិនខ្លាចស្លាប់ស្រឡាញ់មិត្តភាពជាងអ្វីៗទាំងអស់គុណវិបត្តិចូលរួមកម្លាំងប្រឆាំងនឹងនិលពេជ្រដោយមិនប្រមាណកម្លាំងខ្លួន11នាយកោបគុណសម្បត្តិមានចិត្តស្មោះត្រង់នឹងម្ចាស់គឺវិនុនមានភាពក្លាហានក្នុងការតតាំងជាមួយសត្រូវមានសាមគ្គីភាពគ្នាល្អ11ឧត្តមគុណសម្បត្តិជាមិត្តភក្តិល្អរបស់មាននុនចេះដឹងសុខទុក្ខរបស់មិត្តភក្តិពេលមានអាសន្នស្រឡាញ់មិត្តភាពជាងអ្វីៗទាំងអស់មានភាពក្លាហានហ៊ានតតាំងនឹងសត្រូវមិនខ្លាចស្លាប់មានសាមគ្គីភាពគ្នាល្អ14វីរៈគុណសម្បត្តិជាមិត្តភក្តិស្មោះស្ម័គ្រនិងមិត្តភក្តិ
ចេះរៀបចំល្បិចកលក្នុងការរំដោះមិត្តភ័ក្តិមាននុនមានសាមគ្គីភាពគ្នាល្អជួយមិត្តភ័ក្តិក្នុងគ្រាលំបាកមានភាពក្លាហានហ៊ានចូលទៅរំដោះមិត្តភ័ក្តិ15អារុនគុណសម្បត្តិជាមិត្តភ័ក្តិស្មោះស្ម័គ្រនឹងមិត្តភ័ក្តិចេះរៀបចំល្បិចកលក្នុងការរំដោះមិត្តភ័ក្តិមាននុនមានសាមគ្គីភាពគ្នាល្អជួយមិត្តភ័ក្តិក្នុងគ្រាលំបាកមានភាពក្លាហានហ៊ានចូលទៅរំដោះមិត្តភ័ក្តិ17បំរុងគុណសម្បត្តិជាមិត្តភ័ក្តិស្មោះស្ម័គ្រនឹងមិត្តភ័ក្តិមានសាមគ្គីភាពគ្នាល្អជួយមិត្តភ័ក្តិក្នុងគ្រាលំបាកមានភាពក្លាហានហ៊ានចូលទៅរំដោះមិត្តភ័ក្តិគុណវិបត្តិជាមនុស្សល្ងង់ខ្លៅចាញ់បោកសម្រស់របស់ព្រះនាងខត្យានីមនីកែវ18តារាគុណសម្បត្តិជាមិត្តភ័ក្តិស្មោះស្ម័គ្រនឹងមិត្តភ័ក្តិមានសាមគ្គីភាពគ្នាល្អជួយមិត្តភ័ក្តិក្នុងគ្រាលំបាកមានភាពក្លាហានហ៊ានចូលទៅរំដោះមិត្តភ័ក្តិមានគំនិតចេញមុខក្នុងការកម្ចាត់សត្រូវ19មីងច័ន្ទគុណសម្បត្តិជាមនុស្សល្អចេះជួយទុក្ខធុរៈរបស់ស្ត្រីដូចគ្នាជួយសង្គ្រោះនាងទេវីឲ្យមានផ្ទះសម្បែងស្នាក់នៅ5វិភាគបញ្ហាសង្គម កនយោបាយ1ក្នុងប្រទេសស្ថានភាពនយោបាយនៅក្នុងប្រទេសមានភាពមិនប្រក្រតីគឺមានចលនាលុកលុយពីសំណាក់ប្រទេសជិតខាងគឺប្រទេសសៀមនិងមានចលនាបះបោរប្រឆាំងតបតវិញជាដើមកសេដ្ឋកិច្ច1កសិកម្មប្រជាជននៅតាមជនបទគឺប្រកបរបរចិញ្ចឹមជីវិតដោយការធ្វើស្រែចម្ការដាំដំណាំផ្សេងៗចំណុចនេះបង្ហាញនៅក្នុងរឿងត្រង់ពេលដែលមីនុននិងបពួកទៅពួននៅក្នុងពំនូកចម្បើង6ទិដ្ឋភាពវិភាគអត្ថរូបផ្ដើមរឿងតាមរយៈរឿងមហាចៅនៅទល់ដែនអ្នកនិពន្ធបានផ្ដើមរឿងដោយសរសេររៀបរាប់ពីស្ថានភាពចុះដុនដាបនៃប្រទេសខ្មែរជាពិសេសនៅខេត្តសិរីសោភ័ណ្ឌក្រោមការដឹកនាំរបស់មន្ត្រីខ្មែរបម្រើសៀមខដំណើររឿងមហាចៅនៅទល់ដែនអ្នកនិពន្ធបានសរសេររៀបរាប់ពីដំណើរនៃការតស៊ូរបស់តួអង្គឯកក្នុងការដណ្ដើមឯករាជ្យជាតិពីប្រទេសសៀមឈ្លានពានក្នុងនោះតួអង្គឯកនិងអ្នកស្នេហាជាតិមួយចំនួនបានឆ្លងកាត់ឧបសគ្គគ្រប់យ៉ាងស្ទើរស្លាប់ស្ទើររស់ដើម្បីបុព្វហេតុជាតិប្រជាជនរបស់ខ្លួនបានរួចចាកផុតពីការជិះជាន់កេងប្រវ័ញ្ចពីសំណាក់មន្ត្រីខ្លួនខ្មែរក្បាលសៀមតាមរយៈរឿងនេះផងដែរអ្នកនិពន្ធបានប្រើប្រាស់ដំណើរនិពន្ធដូចខាងក្រោម1វចនវិធីអ្នកនិពន្ធបានប្រើពាក្យពេចន៍សាមញ្ញនិងពាក្យបាលីសំស្ក្រឹតជាដើមក្នុងការតែងនិពន្ធពាក្យពេចន៍សាមញ្ញជញ្ជាំងក្តារអំពិលទឹកក្នុងខ្ទមមាត់បង្អួចថ្វាលទូលាយអង្កាញ់រសាំពាក្យបាលីសំស្ក្រឹតយុត្តិធម៌សុភមង្គលឧត្តមគតិអនុស្សាវរីយ៍ប្រាជ្ញាសតិសម្បញ្ញៈវិសេស2រចនាវិធីអ្នកនិពន្ធបានសរសេរជាអត្ថបទពាក្យរាយដោយប្រើប្រាស់ឃ្លាប្រយោគងាយស្រួលយល់ងាយស្រួលស្ដាប់ឧទាហរណ៍មនុស្សចាស់សក់ស្កូវពុកចង្ការស្រមុំសក្បោះបានប្រមាណអាយុ70ប្លាយឆ្នាំគាត់មានសម្បុរទង់ដែងសម្បុរនេះបង្ហាញពីជីវិតរបស់គាត់ឲ្យយើងបានដឹងថាគាត់ពុំមែនជាមនុស្សជិះជាន់គេ3សន្តិហវិធីជាវិធីដែលអ្នកនិពន្ធធ្វើឲ្យអ្នកអានមានភាពងឿងឆ្ងល់ត្រង់ថាតើអនាគតប្រទេសខ្មែរនឹងត្រូវជាយ៉ាងណាក្រោមការដឹកនាំពីសំណាក់មន្ត្រីខ្លួនខ្មែរក្បាលសៀមតើការបែកបាក់គ្នារវាងនាងទេវីនិងមានុនអាចមានថ្ងៃបានជួបជុំគ្នាដែរទេព្រោះអ្វីទៅតើការតស៊ូរបស់ខ្មែរ
និងអាចទទួលបានលទ្ធផលដូចម្តេច 4. បដិវិធីជាវិធីដែលអ្នកនិពន្ធធ្វើឲ្យដំណើររឿងមានភាពផ្ទុយគ្នាមាននុននិងកាមាជាបងប្អូនបង្កើតនឹងគ្នាតែបែរជាមានអត្តចរិតផ្សេងគ្នាមួយជាមនុស្សស្លូតបូតស្រឡាញ់ជាតិឯម្នាក់ទៀតជាមនុស្សកោងកាចក្បត់ជាតិខ្លួន 5. ឧបមាវិធីជាវិធីដែលអ្នកនិពន្ធប្រៀបធៀបរូបសម្បត្តិចរិយាសម្បត្តិឬសកម្មភាពអ្វីមួយតោងទុកផ្ទះនេះដូចជាផ្ទះឯងតោងហៅខ្ញុំដោយការយើងនៅពីតូចឧត្តមទទួលភ្ញៀវប្រុសស្រីដែលមកបរិភោគបាយយ៉ាងរកាដោយសត្វចូលសម្បុកមាននុនសង្កេតឃើញធ្មេញតូចស្មើដែលចាំងរលើបដោយភ្លុក 6. វត្តមានវិធីអ្នកនិពន្ធបានធ្វើឲ្យសាច់រឿងកាន់តែតឹងតែងឡើងជាក់ស្ដែងក្រោយពីបានបញ្ជូនកូនប្រុសគឺមាននុនទៅក្នុងសមរភូមិហើយរឿងបានតានតឹងឡើងជាលំដាប់មានការយល់ច្រឡំគ្នាពីសំណាក់មាននុននិងនាងទេវីហើយក្រោយមកក៏កើតមានស្ថានភាពតានតឹងតាក់ទងនឹងការតស៊ូរបស់មាននុនតែស្ទើរស្លាប់ស្ទើររស់ទៀតផងដែរ 7. សង្វារវិធីអ្នកនិពន្ធធ្វើឲ្យតួអង្គសន្ទនាគ្នាចាប់ពី2នាក់ឡើងទៅអនុស្សាវរីយ៍កំសត់មួយងើបផុសចេញពីភ្នោចាស់មកមាននុននឹកឃើញនាងជីហុបឡើងវិញពេញទីអ្នកឃើញនាងបេះផ្លែត្របែកយកឲ្យអ្នកឃើញនាងនឹងអ្នកលេងលោតអន្ទាក់ក្រោមដើមក្រខុបនាងជីហុបនឹកឃើញដូចគ្នាដែរគឺនាងហើយដែលចាប់និយាយតទៅទៀតខ្ញុំឃើញថាបងមិនភ្លេចខ្ញុំទេបាទខ្ញុំឥតភ្លេចអ្នកទេចាស់កុំហៅខ្ញុំអ្នកតោងហៅខ្ញុំដោយការយើងនៅពីតូចអូនសុខសប្បាយជាទេ 8. ឯកវាទវិធីជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គគិតពិចារណាតែម្នាក់ឯងនាងក្រងផ្កានាងញញឹមនាងធ្មេចភ្នែកចិត្តស្រមៃនឹកនាងនឹកដល់គូស្នេហារបស់នាងម្ដេចក៏បាត់យូរម្លេះមិនឃើញមកតើប្រុសជីវិតទៅណាតើថ្លៃឧត្តមរវល់ការអ្វី 9. វណ្ណនាវិធីជាវិធីដែលអ្នកនិពន្ធលើកយកតួអង្គព្រឹត្តិការណ៍ធម្មជាតិទេសភាពសកម្មភាពមកពណ៌នារៀបរាប់ឲ្យឃើញច្បាស់ហាក់នៅនឹងភ្នែកស្រស់ព្រឹកនោះធម្មជាតិជូនទេសភាពមួយជាទីពេញចិត្តបំផុតរុក្ខាមានស្លឹកពណ៌បៃតងខ្ចីត្រដាងផ្ទៃមួយយ៉ាងធំទូលាយទៅភោសធានៅចុងស្លឹកនីមួយនៅតងធាងនីមួយនៅគៀនមែកនីមួយគឺមានបុប្ផាពណ៌សលឿងខៀវក្រហមស្វាយរីករហ័ងត្រង់នោះ 10. និទានវិធីជាវិធីដែលអ្នកនិពន្ធរៀបរាប់ពីរឿងអតីតកាលឬជាវិធីនិទានតាមបែបបុរសទី3ផ្ទះនោះទាបប្រក់ស្បូវជញ្ជាំងក្តារសង់លើទីទួលតូចតែស្អាតមានរបងអំពិលទឹកព័ទ្ធជុំវិញខាងមុខគឺដងស្ទឹងនៃអាណាខេត្តសិរីសោភ័ណ្ឌតែក្នុងឆ្នាំ1865គង្គីហូរគំហុកយ៉ាងខ្លាំងហាក់សម្ដែងសេចក្តីក្រោធខឹងអំណាចសៀមដែលសង្កត់ 12. ទារុណវិធីជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គរងទារុណកម្មការប្រើអំពើហិង្សាវាយដំទៅលើនាងទេវីពីសំណាក់កាមាការធ្វើទណ្ឌកម្មទៅលើមាននុនពីសំណាក់ពលទាហាន 13. វិវត្តវិធីជាវិធីដែលអ្នកនិពន្ធធ្វើឲ្យដំណើររឿងប្រែប្រួលផ្លាស់ប្ដូរពីសភាពមួយទៅសភាពមួយជាក់ស្ដែងដូចជាស្ថានភាពមួយកំពុងតែមានភាពស្ងប់ស្ងាត់ដោយសេចក្តីស្នេហានៃមាននុននិងនាងទេវីស្រាប់តែបានคล้ายជាស្ថានភាពមួយតានតឹងមានការបែកបាក់ព្រាត់ប្រាសគ្នាការសម្លាប់គ្នាអសន្តិសុខសង្គមជាដើម 14. ប្រឡោមវិធីជាវិធីដែលអ្នកនិពន្ធចេះលួងលោមបំបោះអង្អែលធ្វើឲ្យអ្នកអាន
អ្នកស្ដាប់រីករាយរំភើបអណ្ដែតអណ្ដូងតាមដំណើររឿងតណ្ហាអោតណ្ហានារីភ្លេចអស់ហើយផ្កាទៅដោយផ្កាឪពុកទៅដោយឪពុកដីទៅដោយដីធម្មជាតិទៅដោយធម្មជាតិនៅសល់តែវត្ថុពីរគឺបងនិងប្អូនប៉ុណ្ណោះបញ្ចប់រឿងនៅចុងបញ្ចប់នៃរឿងអ្នកនិពន្ធបានធ្វើឲ្យតួអង្គល្អឈ្នះលើតួអង្គអាក្រក់កាមានិលពេជ្រព្រះនាងខត្តិយានីកែវមណីបានស្លាប់ហើយភាពឯករាជ្យនៃប្រទេសភាពជោគជ័យនៃប្រទេសបានមកដល់ពន្លឺនៃសន្តិភាពបានកើតមានឡើងតែជាអកុសលតួអង្គសំខាន់ជាច្រើនបានស្លាប់គួរឲ្យសោកស្ដាយ 7. ទិដ្ឋភាពវិភាគអត្ថរសកបច្ចេករស 1. ប្រឡោមរសគឺជាតម្លៃដែលស្ថិតនៅក្នុងស្នាដៃជាប្រឡោមលោកអ្នកនិពន្ធបានសរសេររឿងមហាចៅនៅទល់ដែននេះដោយបានបញ្ចូលមនោអារម្មណ៍លាយលំនឹងឧត្តមគតិជ្រាលជ្រៅបង្កប់នៅភាពស្រមើស្រមៃខ្ពស់ធ្វើឲ្យអ្នកអានស្មាននឹកស្មានគតិឬអារម្មណ៍នោះមិនឃើញឡើយខវិសេសរស 1. សន្តិរសតម្លៃល្អដែលធ្វើឲ្យអ្នកអានអ្នកទស្សនាឲ្យតម្លៃទៅលើរឿងដែលខ្លួនពេញចិត្តទោះបីរឿងនោះអាក្រក់ក៏ដោយល្អម្យ៉ាងទៀតគឺល្អដោយសារអ្នកនិពន្ធបង្ហាញលក្ខណៈតួអង្គត្រឹមត្រូវតាមការពិតសេចក្តីពិតឬរូបលក្ខណៈពិតល្អម្យ៉ាងទៀតដោយសារអ្នកនិពន្ធចេះពណ៌នារូបភាពលក្ខណៈសកម្មភាពរបស់តួអង្គដំណើររឿងធម្មជាតិទេសភាពនៅក្នុងរឿងអ្នកអានបានឲ្យតម្លៃតួអង្គមានុននិងបពួកថាជាតួអង្គអស្ចារ្យតួអង្គប្រកបដោយឧត្តមគតិស្នេហាជាតិ 2. វិហាសរូបរសឬតម្លៃអាក្រក់តម្លៃដែលអ្នកនិពន្ធបង្ហាញទៅលើលក្ខណៈអាក្រក់របស់តួអង្គក្តីលក្ខណៈសកម្មភាពក្តីតាមរយៈការពណ៌នានេះធ្វើឲ្យមានភាពប្រខ្ចាត់អំពីរឿងរបស់តួអង្គដើម្បីបង្កើតនូវសោភ័ណភាពនៃរឿងតម្លៃនៃការធ្វើការបង្ហាញអំពីភាពអាក្រក់របស់តួអង្គកាមាព្រះនាងខត្តិយានីកែវមណីនៅពេជ្រជាដើម 3. វីររសតម្លៃដែលលេចចេញពីវីរជនណាមួយក្នុងរឿងអ្នកនិពន្ធបានបង្ហាញពីវីរភាពស្នេហាជាតិលះបង់អ្វីគ្រប់យ៉ាងស្នេហាជីវិតទ្រព្យសម្បត្តិដើម្បីធ្វើការតស៊ូរំដោះប្រទេសជាតិឲ្យរួចចាកផុតពីការឈ្លានពានរបស់សៀមអប្សរី 4. ទារុណរសតម្លៃដែលចេញពីទារុណកម្មទៅលើតួអង្គណាមួយនៅក្នុងរឿងគឺតម្លៃត្រង់ថាអ្នកនិពន្ធបានធ្វើឲ្យអ្នកអានស្អប់ខ្ពើមអំពើទារុណកម្មផ្សេងៗដែលកើតមានទៅលើតួអង្គឯកគឺមានុន 5. នាដរសតម្លៃដែលចេញពីសោកនាដកម្មគឺការកំសត់នៅពេលដែលតួអង្គទំនាស់ប្រឆាំងគ្នាតម្លៃនេះគឺត្រង់អ្នកនិពន្ធធ្វើឲ្យអ្នកអានមានការសោកស្ដាយដោយសារតួអង្គនាងទេវីប្រពន្ធរបស់មានុនត្រូវស្លាប់បាត់បង់ជីវិត 6. សោភ័ណរសតម្លៃដែលធ្វើឲ្យអក្សរសិល្ប៍មានលក្ខណៈល្អប្រសើរគឺល្អក្នុងផ្នែកអត្ថន័យប៉ិនចោតប៉ិនស្រាយល្អក្នុងផ្នែកអត្ថរូបគឺអត្ថបទមានភាពទាក់ទាញអារម្មណ៍អ្នកអានឲ្យចូលចិត្តពិរោះស្ដាប់និយាយខ្លីងាយយល់ 9. សពរស 1. តថរសតម្លៃដែលលេចចេញពីការឆ្លុះបញ្ចាំងតថភាពនៅក្នុងស្នាដៃអក្សរសិល្ប៍រឿងមហាចៅនៅទល់ដែននេះតថភាពទាំងអស់នោះរួមមានអំពើឈ្លានពានរបស់សៀមអប្សរីមកលើប្រទេសកម្ពុជាឆ្នាំ 1865 មានឈ្មោះទីកន្លែងខ្លះៗដូចជាសេរីសោភ័ណ្ឌបាត់ដំបងប្រទេសខ្មែរប្រទេសសៀមប្រទេសយួនការកេងប្រវ័ញ្ចរបស់មន្ត្រីខ្លួនខ្មែរតែមានក្បាលជាសៀមមកលើប្រជាជនខ្មែរយើងខ្មែរមានការរើបំរាស់ពីពួកសៀមអប្សរី 2. កុសលរសគឺជាតម្លៃដែលតាក់ទងនឹងការអប់រំតម្លៃអប់រំនៅក្នុងរឿងមានដូចជាមានមនសិការស្នេហាជាតិ
ស្រឡាញ់ជាតិប្រជាជនមានបូរណភាពទឹកដីស្រឡាញ់ឯករាជ្យជាតិស្អប់ខ្ពើមនៅអំពើឈ្លានពានគ្មានដឹងហេតុផលអប់រំឲ្យមានគំនិតស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួនប្រជាជនត្រូវមានសាមគ្គីភាពគ្នាដើម្បីប្រឆាំងនឹងការឈ្លានពានផ្សេងៗមានសេចក្តីក្លាហានក្នុងការថែរក្សាការពារទឹកដីរបស់យើង8សន្និដ្ឋានតាមរយៈការសិក្សាត្រួសត្រាសមកនេះទាំងផ្នែកអត្ថន័យអត្ថរសនិងអត្ថរូបពិតជាបានបង្ហាញថាស្នាដៃរឿងមហាចៅនៅទល់ដែនគឺជាវណ្ណកម្មអក្សរសិល្ប៍ដ៏វិសេសវិសាលមួយមិនអាចកាត់ថ្លៃបានដែលបានរៀបរាប់ស្ថានភាពរបស់ប្រទេសខ្មែរនាឆ្នាំ1865និងនិយាយពីប្រវត្តិនៃការតស៊ូជាច្រើនរបស់ប្រជាជនខ្មែរប្រឆាំងនឹងសៀមឈ្លានពានមួយទៀតអក្សរសិល្ប៍នេះបានបង្កប់នូវតម្លៃអប់រំវិសេសវិសាលឲ្យកូនខ្មែរជំនាន់ក្រោយស្រឡាញ់ជាតិមាតុភូមិបណ្ដុះមនសិការស្នេហាជាតិការពារបូរណភាពទឹកដីជាដើមហេតុនេះហើយទើបធ្វើឲ្យអ្នកអានទាំងឡាយមានចិត្តសប្បាយរីករាយកើតទុកទៅតាមដំណើររឿងឥតដាច់ពោលគឺសមត្ថភាពធ្វើឲ្យអ្នកអានមានភាពជក់ចិត្តដិតអារម្មណ៍លើសាច់រឿងឥតដាច់នេះតែម្ដងសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់សូមជួយចុច like Subscribe ជួបគ្នានៅវីដេអូក្រោយបន្តទៀត